លោកសយចន្ទធីនិងភរិយាព្រមទាំងក្រុមអាជីវករដែលបានស្ម័គ្រចិត្តចូលរួមនាំយកអំណោយផ្ទាល់ខ្លួនទៅចែកជូនដល់ពលរដ្ឋក្រីក្រ20គ្រួសាររស់នៅលើភ្នំដងរ៉ៃក្នុងខេត្តឧត្តរមានជ័យនៅព្រឹកថ្ងៃទី27ខែមេសាឆ្នាំ2025សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពដឹកនាំដោយលោកសយចន្ទធីអគ្គលេខាធិការរងសមាគមនិងភរិយារួមទាំងក្រុមអាជីវករបាននាំយកអំណោយផ្ទាល់ខ្លួនរបស់ពួកគាត់ទៅចែកជូនដល់ពលរដ្ឋក្រីក្រចំនួន20គ្រួសារកំពុងរស់នៅលើភ្នំដងរ៉ៃតាមបន្ទាត់ព្រំដែនខ្មែរថៃក្នុងស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យក្រុមការងារស្ម័គ្រចិត្តបាននាំយកអំណោយផ្សេងៗដូចជាអង្ករមីកញ្ចប់ត្រីខអាហារបំពន់សម្ភារៈប្រចាំថ្ងៃរួមនឹងថវិកាមួយគ្រួសារទទួលបាន50000រៀលផងដែរដើម្បីជួយបន្ធូរនៃការលំបាកប្រចាំថ្ងៃរបស់ពួកគាត់ពលរដ្ឋដែលទទួលបានអំណោយបានបង្ហាញនៅអំណរគុណចំពោះចិត្តសប្បុរសធម៌របស់ម្ចាស់អំណោយកម្មវិធីចែកចាយអំណោយនេះមានគោលបំណងក្តីស្រឡាញ់និងការអភិវឌ្ឍសន្តិភាពក្នុងសហគមន៍ព្រមទាំងបង្កើតអារម្មណ៍ស្និទ្ធស្នាលក្នុងសង្គមសន្តិភាព